ស្រីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបធ្វើ custom pop-up message ជាមួយនឹង jQuery ខ្ញុំមាន file ឈ្មោះថា simplealert.html ហើយនិង style.css ជាមកខ្ញុំចាប់ផ្ដើមសរសេរ HTML តែខ្ញុំសរសេរមកកើតខ្លះនៅក្នុង div មានខ្លះឈ្មោះ container ដើម្បីផ្ទុកនៅប៊ូតុងចុចហើយនឹងpop-up message របស់យើងប៊ូតុងមួយខ្លះឈ្មោះថា btn alert message អូខេបន្ទាប់មកខ្ញុំចាប់ផ្ដើមបង្កើតនៅ div មួយតែសម្រាប់ដាក់ pop-up message sorry div អូខេដែលមាន paragraph do you want to deleteអូខេបន្ទាប់មកខ្ញុំចាប់ផ្ដើមតពីខ្ញុំមកកាត់ div មួយទៀតដែលមាន option ដែលមាន cancel delete option a cancel delete អូខេឥឡូវយើងចាប់ផ្ដើមធ្វើការ design ទៅកាន់ CS sorry body យើងមាន class ឈ្មោះ container អូខេខ្ញុំថាdesign ទៅកាន់ container ឲ្យវា position relative margin zone auto ដើម្បីឲ្យវានៅកណ្ដាល take line center margin zone auto take line center container អត់នៅកណ្ដាល position relative អូខេហើយខ្ញុំដាក់អានេះ margin auto ខ្ញុំផាយជា link style ខុស link style cs style.cs style sheet អូខេតោះមកខ្ញុំធ្វើការចាប់ដើម design ទៅកាន់ប៊ូតុងខ្ញុំឲ្យប៊ូតុង padding 10 pixel background color ខ្ញុំចង់បានពណ៌ pink สีชมพูអូខេborder radius 4 pixel color អក្សរខ្ញុំឲ្យវាពណ៌អក្សរ text transform uppercase border none អូខេ font ដាក់ font bold ដើម្បីឲ្យវាប្រឌិត container ខ្ញុំដាក់ margin top ឲ្យវាចុះមកក្រោមតិច100 pixel អូខេតោះមកខ្ញុំខាន design ទៅកាន់ pop up ឈ្មោះ class ឈ្មោះ pop up អូខេខ្ញុំឲ្យ width វា400 pixel
ហើយ180 position relative มาจีน Search Auto អូខេខ្ញុំអាចដាក់background វាដើម្បីងាយស្រួលមើលតិចឲ្យវា light blue អូខេនេះជាការ design delete Prettier អូខេខ្ញុំដាក់អក្សរ P sorry ខ្ញុំឲ្យវា font size 20 pixel line height ឲ្យវា100ឲ្យវាចុះមកក្រោមតិចអូខេតោះមកយើងធ្វើការ design ទៅកាន់ cancel និង delete A ឲ្យ text transform ដើម្បីខ្ញុំចង់បានវាអក្សរធំទាំងអស់ខ្ញុំដាក់ padding 15 pixel 0 15លើនឹងក្រោម0គឺអត់មានបើខ្ញុំដាក់ឆ្វេងស្ដាំទៀតវានឹងអាចលៀនចេញក្រៅអូខេតមកខ្ញុំ AP ខ្ញុំដោះនៅ text decoration ឲ្យវា none color វាពណ៌ស align center អូខេខ្ញុំចង់ឲ្យ cancel ហើយនឹង delete ពេញនេះថាពេញប៉ុណ្ណា cancel ជំហៀង delete ជំហៀង A first child ឲ្យវា float left with 50% 50អូខេខ្ញុំដាក់ background color ខ្ញុំយកពណ៌ Emerald ខ្ញុំ copy មួយទៀត last shell last shell ខ្ញុំយកពណ៌ក្រហមព្រោះវា delete ដាក់វា C នៅ internet របស់យើងតិចនេះ copy លេខបានហើយ last shell អូខេខ្ញុំចង់ឲ្យវានៅស្មើក្រោមដោយសារពីរនេះ cancel delete នៅក្នុង class ឈ្មោះ option ខ្ញុំធ្វើការដាក់ option ឲ្យវានៅខាងក្រោមឲ្យវា absolute with 100% ខ្ញុំដាក់បិទធំឲ្យវាបានធំ0វានៅខាងក្រោម less 0អូខេឥឡូវអ្វីយើងត្រូវធ្វើដល់ពេលយើងចុច alert វានឹងបង្ហាញខ្ញុំសូមដាក់សញ្ញា delete សញ្ញា close មួយទៀត sorry span at this mark close ខ្ញុំដាក់សញ្ញាខ្វែងនេះសញ្ញាខ្វែងខ្ញុំធ្វើការ design សញ្ញាខ្វែងហ្នឹងតិច close មក width វា25 pixel ហើយក៏25
line height ក៏25 font size ក៏25 pixel ដែរអូខេ border radius 50% ដើម្បីវាមូលហើយនឹង color border 2 pixel solid អូខេខ្ញុំយក color អានេះជា color ព្រាលឲ្យវាជា border ខ្ញុំរុញវាមកខាងឆ្វេងរុញវាមកខាងស្ដាំអូខេឥឡូវយើងធ្វើបានហើយនៅពេលដែលយើងចុច alert វានឹងធ្លាក់យើងអត់ចង់បង្ហាញទេតើយើងចុច alert វានឹង load មកបង្ហាញខ្ញុំធ្វើការសរសេរជា query របស់ខ្ញុំត្រូវហាក់ជា query សិន src នេះជា file ជា query ខ្ញុំផ្ទុកជា query ណាជាតោះខ្ញុំសរសេរ script អូខេយើងដាក់ document already គ្រាន់តែចង់បង្ហាញឲ្យ element ទាំងអស់ហ្នឹងវា load មកទៅមក script វាដំណើរការខ្ញុំធ្វើការចាប់វាទៅលើ class ឈ្មោះថា btn on click function នៅពេលដែលយើងចុច click លើវានឹង dot pop up fade in ខ្ញុំឲ្យវា slow តិចខ្ញុំចេញ slow អូខេមុនមកយើងត្រូវ display វាណានសិន display pop up អូខេជាធម្មតានៅពេលដែលយើង load ចឹងតែមានព្រាលនៅក្នុង page របស់យើងត្រូវតែបង្កើតdeal មួយទៀត element មួយទៀតខ្ញុំឲ្យវាឈ្មោះថា cover ដើម្បី cover នៅខាងក្រោយវា.cover វា 100% absolute sorry ហើយ 100% ដែរហើយ position គឺ absolute សំខាន់ដើម្បីឲ្យវាអាចបាំងនៅលើនេះបាំងទាំងអស់បានមួយ top row ដាក់ background color RGBA អូខេខ្ញុំដាក់ display none នៅពេលដែលយើងចុចលើប៊ូតុង alert បានវាចាប់ដាក់បង្ហាញឈ្មោះថា cover នៅពេលចុចលើចុចប៊ូតុងcover វា load ហើយបន្តមក pop up វា load អូខេប៉ុន្តែដោយសារប្រាស់ absolute គឺវាបាំងទាំងអស់ដូច្នេះវាអត់ចេញpop up យើង pop up បានតែ pop up នៅខាងក្រៅយើងអត់អាចចុចបានទេ
ដូច្នេះយើងត្រូវតែកែ set index មក set index វាហើយនឹង pop up ត្រូវតែមាន set index ធំជាងa cover ខ្ញុំឲ្យវា 1000 នៅលើអូខេឥឡូវចេញហើយខ្ញុំសុំដូរ color ដាក់ពណ៌សវិញឲ្យវាឆ្លុះបន្តិចអូខេឥឡូវនៅពេលយើងចុចប៊ូតុងហើយចុចលើ close វានឹងបាត់ខ្ញុំដាក់ cursor ទៅលើ close សិនយើងសរសេរ event ហើយ fade out អូខេខ្ញុំចង់ឲ្យយើងចុចទៅលើclose វានឹងបាត់ហើយចុចលើកចុចលើ delete cancel ហើយវានឹងបាត់ដែរខ្ញុំសរសេរ event មួយសរសេរនៅ function ចាប់នៅ pop up ទៅពេលយើង click នៅក្នុង pop up don't click function អូខេខ្ញុំដាក់ ifនៃ event target dot is បើសិនបើយើង target ដែលយើងចុច close ខ្ញុំឲ្យវា fade out អូខេយើងចាប់ដាក់សាកល្បងមើលកូដយើងខផ្លេចអូខេយើងចុចលើ close វានឹងបាត់ហើយយើងចង់ឲ្យនៅពេលដែលខ្ញុំចុចទៅលើ cancel event អូខេបានចុចលើ delete ក៏បាត់ខ្ញុំចង់ចុចឲ្យខាងក្រៅក៏វាបាត់ដែរខ្ញុំទេអានោះអូខេខ្ញុំដាក់ប៉ុណ្ណឹងចុះខ្ញុំបង្កើតនេះមួយទៀតcover dot on click function ខ្ញុំ copy អូខេយើងចុចអាផ្សេងវានឹងបាត់ដែរចុច close បានអូខេឥឡូវចាត់ទុកថាការធ្វើការ alert ផ្សេងយើងចប់ហើយខ្ញុំសូមសង្ខេបមកវិញតិចបងយើងបង្កើតនៅមានប៊ូតុងចុចមួយហើយនឹងមាន pop up ប៉ុណ្ណេះគឺជា pop up ហើយនឹងមាន cover មួយដើម្បីឲ្យបាំងព្រាលខាងព្រាលហ្នឹងបន្ទាប់មកយើងធ្វើការចុច event នៅពេលដែលយើងចុចទៅលើប៊ូតុងវានឹង alert មក display block វាអត់ចុចយើង display none អូខេនៅពេលដែលយើងចុចមើលឃើញទេ container អូខេនេះធម្មតាយើងតន់ចុចវា display none នៅពេលដែលយើងចុចវា display block មកវិញដោយសារយើងប្រើ fade in និង fade out យើងអាចធ្វើ custom CS ដល់ខ្លួនឯងបាននៅពេលដែលយើងចុចថាចុចប៊ូតុង alert ទៅយើង add class ចូលទៅដែលខ្លះមានដាក់ transition ដាក់ animation ដាក់អី
យើងអាចធ្វើ custom ជាមួយ CS បាននៅពេលយើងចុច add ខ្លះនៅពេលយើងចុចលើនេះវា remove ខ្លះវិញមកអូខេឥឡូវចាត់ទុកថាការ alert message custom alert message ជាមួយនឹង jQuery ហើយនិង CS ចាត់ទុកថាបានបញ្ចប់ហើយអរគុណចំពោះការតាមដាន